ស្លឹកបាសគឺជាបន្លែដ៏ពេញនិយមមួយនៅកម្ពុជាដែលមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេថែមទាំងមានផលប្រយោជន៍ផ្នែកសុខភាពជាច្រើនអត្ថប្រយោជន៍សំខាន់អ្នកអាចមើលព័ត៌មានសង្ខេបសំខាន់អំពីអត្ថប្រយោជន៍សុខភាពរបស់ស្លឹកបាសបានខាងក្រោមសុខភាពទូទៅការគ្រប់គ្រងជាតិស្ករក្នុងឈាមអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមប្រឆាំងអុកស៊ីតកម្មសម្បូរសារធាតុដូចជា flavonoids និង carotenoids រួមទាំង beta carotene ដែលការពារកោសិកាពីការខូចខាតជំនួយដល់ការរំលាយអាហារខ្ពស់ជាតិសរសៃជួយការពារការទល់លាមកនិងបន្ថយអាការឆ្អល់ពោះការការពារជំងឺសុខភាពបេះដូងជួយបន្ថយកូលេស្តេរ៉ុលអាក្រក់ LDL និងការពារសរសៃឈាមការការពារមហារីកសារធាតុខ្លះអាចជួយកាត់បន្ថយហានិភ័យនៃការកើតមហារីកក្រពះប្រព័ន្ធភាពស៊ាំវីតាមីនគឺជួយពង្រឹងប្រព័ន្ធការពាររាងកាយអត្ថប្រយោជន៍ផ្សេងសុខភាពឆ្អឹងមានកាល់ស្យូមនិងជាតិដែលជួយបំពុលឆ្អឹងធ្មេញប្រើក្រៅស្លឹកស្រស់អាចបុកលីទឹកយកទៅលាបជាថ្នាំត្រជាក់បំបត្តិអាការរមាស់របៀបបរិភោគនិងធ្វើម្ហូបស្លឹកបាសគឺជាសម្ភារៈម្ហូបដ៏ឆ្ងាញ់និងងាយស្រួលធ្វើជាមួយបន្លែផ្សេងវិធីធ្វើម្ហូបពេញនិយមឆាជាមួយសាច់ឆាជាមួយសាច់គោឬសាច់ជ្រូកដែលពេញនិយមខ្លាំងណាស់សម្លគោជាបន្លែសំខាន់នៅក្នុងសម្លគោខ្មែរស្លឹមជូរធ្វើជាសម្លំជូរបែបខ្មែរស្ងោរយកស្លឹកនិងត្រួយស្ងោរធ្វើជាអាហារឆាទឹកក្តៅអាចយកមកឆាបានសាមញ្ញជាមួយទឹកឬបន្លែផ្សេងការព្រមាននិងការប្រុងប្រយ័ត្នសុខភាពទោះបីជាស្លឹកបាសមានផលល្អច្រើនក៏ដោយត្រូវកត់សម្គាល់ចំណុចខាងក្រោមនេះមិនមែនជាថ្នាំអត្ថប្រយោជន៍សុខភាពដែលលើកឡើងភាគច្រើនមកពីការសិក្សាប្រពៃណីហើយមិនត្រូវប្រើជាជំនួសថ្នាំព្យាបាលជំងឺពិតប្រាកដនោះទេសុវត្ថិភាពអាហារត្រូវលាងស្លឹកបាសឲ្យស្អាតមុនចម្អិនការប្រើប្រាស់ល្អបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញគួរទទួលទានវាឲ្យបានញឹកញាប់និងក្នុងបរិមាណសមរម្យជាផ្នែកមួយនៃរបបអាហារមានតុល្យភាពសរុបមកស្លឹកបាសគឺជាបន្លែមួយប្រភេទដែលងាយស្រួលរកអាចដាំបានដោយស្រួលនិងមានផលប្រយោជន៍សម្រាប់សុខភាពការបរិភោគវាឲ្យបានទៀងទាត់អាចជួយពង្រឹងសុខភាពនិងបន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃតើអ្នកចាប់អារម្មណ៍លើរូបមន្តធ្វើម្ហូបជាក់លាក់ណាមួយជាមួយស្លឹកបាសដែរឬទេ